កម្ពុជានិងអង់គ្លេសបដិញ្ញារួមគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការផ្លាស់ប្តូរព័ត៌មាននិងការកសាងសមត្ថភាពរបស់មន្ត្រីជំនាញការបដិញ្ញាចិត្តរបស់ប្រទេសទាំងពីរធ្វើឡើងនៅក្នុងជំនួបរវាងប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងឯកអគ្គរដ្ឋទូតរបស់អង់គ្លេសនៅថ្ងៃទី16ខែមករាឆ្នាំ2026នៅក្នុងជំនួបទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតអង់គ្លេសលោក Dominic William ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលោកឆៃស៊ីនរិទ្ធបានអះអាងថាកម្ពុជានៅតែផ្ដល់សារៈសំខាន់ចំពោះការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេសដែលពាក់ព័ន្ធដោយធ្វើយ៉ាងណារួមគ្នាបោសសម្អាតនិងផ្ដន់ទាទោសក្រុមឧក្រិដ្ឋជនឆបោកឲ្យបានទូលំទូលាយថ្លែងប្រាប់ឯកអគ្គរដ្ឋទូតអង់គ្លេសលោកឆៃស៊ីនរិទ្ធក៏បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុតលើការបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញនិងមេខ្លោងរួមទាំងបកពួកដែលជាប់ពាក់ព័ន្ធទាំងអស់ជាការឆ្លើយតបមកវិញឯកអគ្គរដ្ឋទូតអង់គ្លេសលោក Dominic William បានកោតសរសើរកម្ពុជាចំពោះលទ្ធផលវិជ្ជមាននៃប្រតិបត្តិការបង្ក្រាបទីតាំងនិងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញលទ្ធផលទាំងនោះសបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាហើយឯកអគ្គរដ្ឋទូតអង់គ្លេសក៏បានស្វាគមន៍ចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឲ្យកាន់តែស៊ីជម្រៅថែមទៀតតាមរយៈការផ្លាស់ប្តូរព័ត៌មាននិងការកសាងសមត្ថភាពគ្នាទៅវិញទៅមកគួររំលឹកថាកាលពីថ្ងៃទី13ខែមករាឆ្នាំ2026នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានបង្ហោះសារនៅលើបណ្ដាញសង្គមដោយប្រកាសពីការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបោសសម្អាតបណ្ដាញឧក្រិដ្ឋកម្មឆបោកអនឡាញប្រមុខរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញជាកិច្ចការអាទិភាពសំខាន់របស់ជាតិព្រោះបញ្ហានេះបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងសណ្ដាប់ធ្នាប់ប្រទេសជាតិគិតត្រឹមពាក់កណ្ដាលខែធ្នូឆ្នាំ2025របាយការណ៍របស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបង្ហាញថាអាជ្ញាធរបានឃាត់ខ្លួនជនបរទេសជិត 5000 នាក់ដែលជាប់សង្ស័យនឹងបទល្មើសឆបោកអនឡាញនៅក្នុងចំណោមជនសង្ស័យទាំងនោះមានជាង160នាក់កំពុងស្ថិតនៅក្នុងសំណុំរឿងធំៗចំនួន35ជាមុខសញ្ញាមេខ្លោងនិងបកពួកផ្សំគំនិតនិងដែលត្រូវបានបញ្ជូនទៅតុលាការជនបរទេសដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាភាគច្រើនជាជនជាតិចិនតៃវ៉ាន់វៀតណាមជប៉ុនកូរ៉េខាងត្បូងឥណ្ឌូនេស៊ីភូមាម៉ាឡេស៊ីនិងជនជាតិខ្មែរ